ចំការផ្លែត្រឡប់ដែលអាចចូលញ៉ាំបានដោយសេរីរយៈពេល1ម៉ោងដែលមានតម្លៃត្រឹមតែ$12.5កាក់តែប៉ុណ្ណោះសម្រាប់មនុស្សចាស់និង$7.5កាក់សម្រាប់ក្មេងពី3ឆ្នាំដល់15ឆ្នាំចំការផ្លែត្រឡប់មួយកន្លែងនេះគឺនៅក្នុងរដ្ឋ New South Wales ដែលមានចម្ងាយផ្លូវប្រហែលជា1ម៉ោងកន្លះពីទីក្រុង Sydney នេះគឺជាឈ្មោះចំការត្រឡប់មួយនេះសម្រាប់បងប្អូនខ្មែរនៅអូស្ត្រាលីចង់ទៅចំការផ្លែត្រឡប់នេះអាចចូលទៅក្នុង website គេដើម្បី booking ភាគច្រើនគេបើករៀងរាល់ថ្ងៃសៅរ៍អាទិត្យប៉ុន្តែថ្ងៃ weekday ថ្ងៃខ្លះគេអត់បើកនោះទេទាល់តែមានចំនួនមនុស្សគ្រប់គ្រាន់បានគេបើកពេលទៅដល់កន្លែងយើងបង្ហាញ email ដែលយើង booking ហើយគេឲ្យសំបុត្រយើងដើម្បីរងចាំឡើងអាត្រាក់ទ័រដើម្បីត្រាក់ទ័រនេះដឹកយើងទៅចការត្រឡប់នឹងសម្រាប់ពីកន្លែង office គេទៅចការត្រឡប់នឹងគឺអត់ឆ្ងាយទេបងប្អូនជិះអាត្រាក់ទ័រនឹងត្រឹមតែ2ទៅ3នាទីតែប៉ុណ្ណោះសម្រាប់បងប្អូនដែលមានកូនតូចនៅជិះប្រេមឬកូនពៅខ្ញុំអាចបត់រទេះរុញនឹងដាក់នៅលើត្រាក់ទ័រនឹងបានសម្រាប់ក្មេងៗយុ4 5 6ឆ្នាំឡើងទៅលើដល់លីសានឹងគឺគេសប្បាយខ្លាំងមែនតើដោយសារតែជាបទពិសោធន៍ថ្មីសម្រាប់ពួកគាត់គឺថាជិះត្រាក់ទ័រតាមជនបទមើលទេសភាពមើលចកាមើលអីអញ្ចឹងសូម្បីតែខ្ញុំជាម្ដាយនេះក៏សប្បាយដែរនិយាយទៅអាត្រាក់ទ័រនឹងបានដឹកពួកយើងយកទៅតម្លាក់នៅក្នុងចកាជ្រៅតែម្ដងហើយគេប្រាប់យើងថាក្នុង1ម៉ោងក្រោយគេមកយកយើងវិញនិយាយទៅកំណត់ពេលគេហ្នឹង1ម៉ោងប៉ុន្តែត្រឹមរយៈពេលតែកន្លះម៉ោងទៅ45នាទីបងប្អូនបេះបានរួចរាល់ហើយមានពេលថតរូបបានយ៉ាងច្រើនទៀតដោយសារតែចកានេះគឺថាផ្លែត្រឡប់គឺវាស្អិចស្កះវានៅជិតគ្នាតែម្ដងនិយាយទៅស្រួលបេះមិនបាច់ចាំដើរទៅណាឆ្ងាយទេនៅតែមួយជួរហ្នឹងគឺថាបេះបានហ្មងសម្រាប់បងប្អូនដែលមានកម្រងចង់ទៅខ្ញុំសូមណែនាំថាមុននឹងឡើងត្រាក់ទ័រហ្នឹងកុំភ្លេចយកទឹកទៅញ៉ាំឲ្យបានច្រើនផងបើសិនជាមេឃក្តៅដោយសារតែវារៀងក្តៅដែរប៉ុន្តែវាអត់ក្តៅខ្លាំងទេដោយសារតែនៅក្នុងចកាហ្នឹងគេធ្វើសំណាញ់ cover ពីខាងលើដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងថ្ងៃដែលខ្ញុំទៅហ្នឹងគឺចំថ្ងៃច័ន្ទអត់សូវមានមនុស្សទេអញ្ចឹងយើងស្រួលដើរស្រួលបេះស្រួលថតមែនតើប៉ុន្តែអ្នកដែលទៅទាំងអស់ហ្នឹងគឺសិតសឹងតែជនជាតិអាស៊ីទាំងអស់គឺយើងឮសលេងខ្មែរថៃវៀតណាមអីអញ្ចឹងណារយៈពេល1ម៉ោងនៅក្នុងចកាហ្នឹងគឺយើងអាចញ៉ាំបានដោយសេរីអូមួយទៀតបងប្អូនភ្លេចប្រាប់កុំភ្លេចយកកូនកបាត់ហើយនឹងថង់4 5អីទៅផងថង់ជ្រក់សម្រាមនិងថង់ជ្រក់ផ្លែត្រឡប់ហ្នឹងយកមកផ្ទះវិញអញ្ចឹងណាហើយយើងមានកូនកបាត់ទៅគឺចិត្តញ៉ាំនៅក្នុងហ្នឹងហ្មងស្រួលខ្ញុំអត់មានបានយកកូនកបាត់យកថង់អីទៅទេតែចេះសំណាងដោយសារខ្ញុំទៅមួយមិត្តភក្តិខ្ញុំគាត់យកកូនកបាត់ទៅ2យកថង់ទៅអីអញ្ចឹងណាចែកគ្នាចិត្តញ៉ាំម្នាក់ម្ដងទៅបន្ទាប់ពីនៅក្នុងចកាហ្នឹងរយៈពេល1ម៉ោងក្រោយមកអាត្រាក់ទ័រក៏មកដឹកយើងទៅ office គេវិញហើយសម្រាប់បងប្អូនដែលបានបេះផ្លែត្រឡប់ហ្នឹងទៅផ្ទះគឺអាចយកទៅគិតលុយថ្លឹងគិតលុយនៅ office គេហ្នឹងគឺ1គីឡូ$10សម្រាប់យើងចង់យកផ្លែត្រឡប់មកផ្ទះសម្រាប់1គីឡូ$10នេះគឺធូរថ្លៃខ្លាំងមែនតើដោយសារតែផ្លែត្រឡប់នេះគឺធំហើយស្រួយស្ញោកហ្មងបងប្អូនខ្ញុំទៅខាប់រ៉ាម៉ាតាកាលថ្ងៃអាទិត្យសម្រាប់ផ្លែត្រឡប់ដែលមានទំហំធំប៉ុណ្ណឹង1គីឡូចង់$20ទៅខ្លះ7 8 $10អីអញ្ចឹងទៅសម្រាប់ពីគ្រួសារមិត្តភក្តិខ្ញុំដែលទៅមួយខ្ញុំហ្នឹងពួកគាត់ចូលចិត្តផ្លែត្រឡប់គាត់បេះថ្លឹងគីឡូគិតលុយមកផ្ទះហ្នឹងមកគ្រួសារនោះឡើងចង់10គីឡូមកគ្រួសារទៀត7 8 10គីឡូហើយចំណែកខ្ញុំនេះវិញបេះតែ2ផ្លែមកផ្ទះឯងដោយសារតែប្តីហើយកូនខ្ញុំហ្នឹងគឺអត់សូវមានណាគេចូលចិត្តផ្លែត្រឡប់ទេអញ្ចឹងខ្ញុំយកមកតែ2ផ្លែសម្រាប់ញ៉ាំខ្លួនឯងនឹងឯង